បាទជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់ខ្ញុំធ្វើវីដេអូនេះឡើងគឺទស្សន៍ទាយអ្នកកើតថ្ងៃអង្គារខែសីហាឆ្នាំរោងបើមើលទៅតាមជើងលេខថ្ងៃខែឆ្នាំកំណើតយើងឃើញថាពេលដែលលោកអ្នកកើតមកឪពុកម្ដាយរបស់លោកអ្នករកស៊ីឡើងបើឪពុកម្ដាយរបស់លោកអ្នកជាអ្នកធ្វើស្រែចម្ការគឺធ្វើស្រែចម្ការបានផលច្រើនបើជាអ្នកធ្វើការនឹងត្រូវឡើងតួនាទីឬក៏ប្រាក់ខែបើជាអ្នករស់ស៊ីនឹងរស់ស៊ីត្រូវបានអ្វីមួយនៅក្នុងឆ្នាំដែលលោកអ្នកកើតមកនោះលោកអ្នកពីក្មេងមានសុខភាពល្អដល់វ័យចំណាស់មានសុខភាពមិនសូវល្អទេលោកអ្នកពីក្មេងគឺជាមនុស្សនឿយដល់វ័យចំណាស់ក៏ជាមនុស្សនឿយដែរលោកអ្នកគឺជាមនុស្សចូលចិត្តជួយយកអាសារអ្នកដទៃហើយធ្វើគុណច្រើនបានទោសចំពោះការរកស៊ីបើលោកអ្នករកស៊ីជាមួយមនុស្សរាងខ្ពស់ស្រឡះល្អជាងរកស៊ីជាមួយមនុស្សរាងទឿឬក៏ទាបដោយសារមនុស្សរាងខ្ពស់ស្រឡះមានចិត្តស្មោះត្រង់នឹងលោកអ្នកហើយមានធៀបត្រូវជាមួយនឹងលោកអ្នកទៀតផងចំពោះការងារបើលោកអ្នកធ្វើការជាមួយនឹងមនុស្សរាងខ្ពស់ស្រឡះល្អជាងធ្វើការជាមួយនឹងមនុស្សរាងទាបឬក៏ទឿដោយសារមនុស្សរាងខ្ពស់ស្រឡះតែងតែស្រឡាញ់ចូលចិត្តលោកអ្នកនិងជួយជ្រោមជ្រែងលោកអ្នកតែបើលោកអ្នកធ្វើការជាមួយមនុស្សរាងទាបឬក៏ទឿច្រើនតែមិនសូវត្រូវធៀបគ្នានិងនិយាយមិនសូវស៊ីសង្វាក់នឹងគ្នានោះទេចំពោះដៃគូជីវិតបើអាចលោកអ្នកគួរយកមនុស្សឆ្នាំមមីឆ្នាំជូតឆ្នាំវកឆ្នាំចឆ្នាំម្សាញ់និងឆ្នាំមមែហើយបើលោកអ្នកបានដៃគូជីវិតជាមនុស្សរាងខ្ពស់ស្រឡះល្អជាងបានដៃគូជីវិតជាមនុស្សរាងទាបឬក៏ទឿដោយសារមនុស្សរាងខ្ពស់ស្រឡះមានចិត្តស្មោះត្រង់នឹងលោកអ្នកហើយមានធៀបត្រូវជាមួយនឹងលោកអ្នកទៀតផងតែបើមើលទៅតាមជើងលេខថ្ងៃខែឆ្នាំកំណើតយើងឃើញថាលោកអ្នកត្រូវបានដៃគូជីវិតជាមនុស្សក្រាន់បើអាចថាជាអ្នកមានអ្នកធ្វើការធំឬអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ហើយដៃគូជីវិតនោះចិត្តបាននឹងគ្រួសាររបស់លោកអ្នកទៀតផងចំពោះស្នេហាវិញលោកអ្នកគឺជាមនុស្សអភ័ព្វស្នេហ៍មានន័យថាមនុស្សដែលលោកអ្នកស្រឡាញ់ពេញចិត្តពេញបេះដូងច្រើនមិនបានគ្នាជាប្តីប្រពន្ធទេតែបែរមកបានគ្នាជាមនុស្សដែលលោកអ្នកមិនសូវពេញចិត្តពេញថ្លើមទៅវិញឬជួបដោយចៃដន្យឬមិត្តភ័ក្តិបងប្អូនញាតិសន្តានណែនាំមកឲ្យតែលោកអ្នកមិនមែនជាមនុស្សមានជម្រើសច្រើនទេនៅក្នុងការរកដៃគូជីវិតនោះចំពោះការរស់នៅជាមួយគ្នាលោកអ្នកជាមនុស្សខ្សត់ញាតិមានះឬជជែកមិនសូវចេះនិយាយលួងលោមយកចិត្តដៃគូនោះទេចំពោះការពឹងអាស្រ័យគ្នាដូចជាមិត្តភ័ក្តិបងប្អូនញាតិសន្តានឬអ្នកដទៃក្តីលោកអ្នកគួរទៅរកមនុស្សរាងខ្ពស់ស្រឡះពឹងពាក់បានជាងមនុស្សរាងទាបឬក៏ទឿដោយសារសម្ដីរបស់លោកអ្នកនិយាយចេញទៅរាងពិបាកធ្វើឲ្យគេទទួលយកបានភ្លាមណាស់តែតល់តែប្រើពេលវេលារៀងយូរបន្តិចទៅបានផលចំពោះសម្ពាយបុណ្យលោកអ្នកមានសម្ពាយបុណ្យល្អមធ្យមធ្វើការក្តីរកស៊ីក្តីគឺបានមធ្យមហើយលោកអ្នកធ្វើការក្តីរកស៊ីក្តីតល់តែហ៊ានហក់លោតទៅបានជោគជ័យនៅក្នុងជីវិតនៅក្នុងឆ្នាំ2025នេះរាសីរបស់លោកអ្នកគឺមធ្យមលោកអ្នកធ្វើការក្តីរកស៊ីក្តីគឺល្អមធ្យមហើយមានឱកាសច្រើនគួរសមនៅក្នុងការចាប់ការងារឬក៏មុខរបរឬក៏រកដៃគូជីវិតខ្ញុំសូមបញ្ចប់ប៉ុណ្ណេះបើលោកអ្នកមានសំណួរដាក់ចូលទៅក្នុង comment
ឬឆាតតាម Telegram លេខ016 66 84 86 សូមអរគុណ